ទោះជារវល់យ៉ាងណាបើសិនជាមិនឆ្លៀតណាគឺថាអត់ងាយបានហូបទេថ្ងៃនេះឆ្លៀតដុតនំពងមាន់មួយដោយសារតែខានហូបយូរអូយឆ្ងាញ់ណាស់បងប្អូនណាយូរហូបម្ដងហើយសាច់នំវិញគឺថាឡើងទន់ល្មើយតែម្ដងបន្ថែមគ្រាប់ផ្កាឈូករត់ពីលើទៀតនិយាយពីថាឡើងឈ្ងុយញ៉ាំជក់មាត់ញ៉ាំអត់ចេះឆ្អែតទេបងប្អូនរបៀបធ្វើវិញគឺថាអត់ខុសពីលើកមុនទេឥឡូវនេះយើងមកបំបែកពងមាន់ផ្នែកលឿងដាក់ម្ដុំហើយនិងផ្នែកពណ៌សដាក់ម្ដុំហើយចំពោះពងមាន់វិញថ្ងៃនេះខ្ញុំប្រើចំនួន8គ្រាប់ពេលដែលគួបពងមាន់បងប្អូនត្រូវប្រយ័ត្នកុំឲ្យធ្លាក់ផ្នែកពណ៌លឿងចូលខាងសបើមិនចឹងគឺថាយើងយកមកវាអត់ឡើងល្អទេពេលដែលយើងបែងចែកពងមាន់រួចហើយឥឡូវយើងយកផ្នែកពណ៌លឿងយកមកវាឲ្យម៉ត់មកបន្ទាប់មកខ្ញុំប្រើប្រេងក្របណZចំនួន100ក្រាមយើងយកមកចាក់ចូលហើយយើងវាឲ្យបានចូលគ្នាបន្តិចមកទើបខ្ញុំដាក់ទឹកដោះគោចំនួន100ក្រាមដែរទឹកដោះគោនេះខ្ញុំប្រើទឹកដោះគោធម្មតាបើសិនជាបងប្អូនដាក់ទូទឹកកកត្រជាក់ពេកបងប្អូនយកទៅកម្ដៅតិចទៅបន្ទាប់មកខ្ញុំប្រើម្សៅមីឬមួយក៏ម្សៅប្លេចំនួន170ក្រាមហើយយើងអត់ដាក់ទាំងអស់តែម្ដងយើងដាក់ម្ដងតិចទើបយើងកូរដើម្បីឲ្យពងមាន់យើងហើយនឹងម្សៅអីគឺថាបានចូលសព្វគ្នាល្អបើយើងចាក់ចូលទាំងអស់តែម្ដងក៏បានដែរគ្រាន់តែថាយើងលាយឲ្យបានម៉ត់ល្អលឿនឥឡូវនេះយើងទុកពងមាន់ផ្នែកលឿងម្ដុំទៅយើងមកវាយពងមាន់ផ្នែកសវិញយើងវាយបន្តិចមកដើម្បីឲ្យពងមាន់យើងបានរលាយបន្តិចទើបយើងដាក់ស្ករសហើយចំពោះស្ករសគឺខ្ញុំប្រើ110ក្រាមហើយយើងបន្ថែមអំបិលបន្តិចពេលដែលយើងវាយពងមាន់ណាគឺយើងដាក់ស្ករសម្ដងបន្តិចបងប្អូនកុំដាក់បខំទាំងអស់យើងវាយតតែពងមាន់យើងគឺថាឡើងកករឹងល្អអញ្ចឹងបន្ទាប់មកយើងដួសផ្នែកសចំនួន2ទៅ3ស្លាបព្រាអីមកដាក់ចូលទៅផ្នែកពណ៌លឿងដើម្បីឲ្យវារាវបន្តិចដោយសារតែផ្នែកពណ៌លឿងរាងខាប់ពេកអញ្ចឹងហើយយើងដាក់ពងមាន់ផ្នែកសឲ្យវារាងរាវបន្តិចមកបន្ទាប់មកយើងយកមកចាក់ចូលក្នុងផ្នែកសវិញហើយយើងចាក់ម្ដងតិចដែរខ្ញុំអត់ចាក់ទាំងអស់តែម្ដងទេហើយយើងកូរបង្វិលចន្លងដើម្បីឲ្យម្សៅយើងហើយនឹងពងមាន់ផ្នែកសបានចូលគ្នាល្អរបៀបធ្វើបងប្អូននិយាយពីថាលឿនហើយងាយស្រួលមែនតើយើងចំណាយពេលប្រហែលជា2ម៉ោងគឺថាបានញ៉ាំហើយគ្រាន់តែកម្រងចង់ហូបគឺថាយូរណាស់ហើយតែហត់ណាមួយហត់ណាមួយរៀងខ្ជិលតែបើអត់ឆ្លៀតទេដឹងតែអត់បានហូបរបស់ឆ្ងាញ់ដែលយើងចូលចិត្តដែរហើយនំពងមាន់នេះគឺថាខ្ញុំចូលចិត្តមែនតើបងប្អូនតែបើបងប្អូននៅខាងប៉ារីសអីបងប្អូនចង់ហូបគឺមានលក់តែបើខាងដូចខ្ញុំស្រុកស្រែចេះគឺអត់មានលក់ឯងបងប្អូនតោះតែឆ្លៀតធ្វើខ្លួនឯងឥឡូវម្សៅយើងលាយហើយរួចរាល់ហើយខ្ញុំយកប្រេងហើយប្រេងនេះគឺប្រេងណZដែលខ្ញុំចាក់មិញហ្នឹងបងប្អូនខ្ញុំកម្ដៅចានដុតនំនេះចំនួនប្រហែលជា4-5នាទីមុននឹងខ្ញុំយកមកលាបពេលដែលយើងកម្ដៅយើងក្ដៅតិចហើយទើបយើងយកប្រេងមកលាបយើងលាបរួចបានខ្ញុំចាក់ម្សៅពេលដែលយើងចាក់ម្សៅហើយខ្ញុំយកចង្កឹះយកមកកូរដើម្បីឲ្យម្សៅយើងគឺថាបានស្មើគ្នាល្អបន្ទាប់មកខ្ញុំលើកអុកបន្តិចដើម្បីឲ្យម្សៅយើងគឺថាបានហាប់ល្អទើបខ្ញុំយកគ្រាប់ផ្កាឈូករ័ត្នយកមកដាក់ពីលើបើបងប្អូនអត់ចូលចិត្តបងប្អូនអត់បាច់ដាក់ក៏បានដែរឬមួយក៏បងប្អូនចូលចិត្តក្របធញ្ញជាតិអីផ្សេងបងប្អូនអាចដាក់ជំនួសក៏បានហើយក្របនេះមិនមែនផ្កាជូករ័ត្នមួយមុខទេណាបងប្អូនមានលាយក្របមួយមុខទៀតតែខ្ញុំអត់សូវស្គាល់ឈ្មោះបន្ទាប់មកខ្ញុំដាក់ដុតក្នុងកម្ដៅ170អង្សាររយៈពេលតែ45នាទីទេបងប្អូនជាធម្មតាគេដាក់ទឹកនៅពីក្រោមតែខ្ញុំអត់ដាក់ទឹកទេដោយសារតែខ្ញុំចង់បានក្រៀមទាំងលើទាំងក្រោមបងប្អូនចង់បានសុភាពទន់រាងថិលបងប្អូនដាក់ទឹកមួយថាសនៅខាងក្រោមបាតមក